ហើយថ្ងៃនេះគឺខ្ញុំធ្វើសំណួរមកវិញ្ញាសានេះគឺតាក់ទងនឹងរបបសាធារណរដ្ឋខ្មែរទាំងអស់តែម្ដងគឺឆ្នាំ1970ដល់1975បាទដែលមានមេដឹកនាំគឺលោកសេនាប្រមុខលន់ នល់បាទអញ្ចឹងយើងចូលទៅកាន់សំណួរទី1ទាំងអស់គ្នាដែលគេសួរថាតើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅថ្ងៃខែឆ្នាំណាបាទនេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យកកើតឡើងនៅរបបសាធារណរដ្ឋខ្មែរហ្នឹងឯងបាទសម្រាប់ចម្លើយរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅថ្ងៃទី18មិនិនាឆ្នាំ1970បាទសំណួរទី2គេសួរថាមូលហេតុអ្វីបានជាមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុឆ្នាំ70ហ្នឹងអញ្ចឹងយើងនឹងមើលចម្លើយមូលហេតុបានជាមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុបាទឆ្នាំ1970គឺមាន3បាទមានវិបត្តិសេដ្ឋកិច្ចវិបត្តិនយោបាយវិបត្តិសង្គមអញ្ចឹងយើងក៏មើលវិបត្តិសេដ្ឋកិច្ចយើងបូក1ហើយយើងត្រេបាទទី1គឺការធ្វើជាតូបនីយកម្មបានធ្វើឲ្យធនាគារឯកជនក្រុមហ៊ុនឯកជនត្រូវបិទទ្វារប្រជាជនអត់ការងារធ្វើទី2រដ្ឋបាត់បង់ប្រាក់ចំណូលដោយសារទំនិញកិច្ចពន្ធអំពើពុករលួយការបដិសេធជំនួយពីសហរដ្ឋអាមេរិកទី3ទំនិញឡើងថ្លៃអតិផរណាក្រដាស់ប្រាក់ទី4ការដឹកជញ្ជូននិងពាណិជ្ជកម្មត្រូវបានរាំងស្ទះទី5ពាណិជ្ជកម្មក្រៅប្រទេសជួបនឹងបញ្ហារអាក់រអួលដោយសារការបាត់បង់ជំនាញគ្រប់គ្រងរបស់សហគ្រាសនិងកង្វះខាតជំនាញបច្ចេកទេសបាទទី6បញ្ហាកសិកម្មជួបនឹងវិបត្តិប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាពទិន្នផលកសិកម្មទាបនិងចុងក្រោយបាទដើម្បីគេចពីសង្គ្រាមវៀតណាមឆ្នាំ1963សម្ដេចនរោត្តមសីហនុបានបដិសេធជំនួយអាមេរិកហើយជំនួយរបស់ចិនក៏ពុំបានស្ដារស្ថានភាពចុះខ្សោយនៃកងទ័ពបានឡើយបាទនេះជាវិបត្តិសេដ្ឋកិច្ចបាទនឹងជួបនៅវិបត្តិសេដ្ឋកិច្ចអញ្ចឹងណាយើងទៅមើលវិបត្តិទី2គឺតកតងនឹងវិបត្តិនយោបាយវិបត្តិនយោបាយគឺយើងមានត្រេបាទបន្តមកទៀតបាទអញ្ចឹងខ្ញុំសូមបញ្យល់សូមបញ្ជាក់ថាបើសិនជាអ្នកទាំងអស់គ្នាអត់យល់កន្លែងណាចំណុចត្រេណាអាច comment សួរបានខ្ញុំក៏មាន channel Telegram ដែលអាចសួរតាម Telegram ក៏បានដែរខ្ញុំនឹងអាចថានឹងឆ្លើយជូនបើសិនបើកន្លែងនេះខ្ញុំចេះអត់ចេះក៏ខ្ញុំនឹងស្រាវជ្រាវបន្ថែមដែរបាទអញ្ចឹងយើងតវិបត្តិនយោបាយគឺមាន5ត្រេទី1ឥទ្ធិពលនៃសង្គ្រាមត្រជាក់បាននាំឲ្យកម្ពុជាអនុវត្តនយោបាយព្យាក្រឹតមិនចំទឹកដៅនិងលូកដៃចូលទៅក្នុងសង្គ្រាមវៀតណាមរវាងអ្នកណាបាទគឺរវាងសហរដ្ឋអាមេរិកនិងវៀតណាមហ្នឹងឯងត្រេទី2អ្នកនយោបាយខ្មែរបែកបាក់សាមគ្គីជាតិនិងផ្លាស់ប្ដូររដ្ឋាភិបាលញឹកញាប់ត្រេទី3នៅដើមឆ្នាំ1970កងកម្លាំងកុម្មុយនីសកម្ពុជាទ័ពខ្មែរក្រហមហ្នឹងបានបង្កអសន្តិសុខនិងកាន់កាប់ទឹកដី 1/5 នៃទឹកដីកម្ពុជាទាំងមូលអញ្ចឹងគឺតែងតែធ្វើការបះបោរណាធ្វើឲ្យសង្គមហ្នឹងអស្ថិរភាពត្រេទី4រដ្ឋាភិបាលពុំអាចទប់ស្កាត់ការបះបោររបស់ប្រជាជនប្រឆាំងនឹងវត្តមានប្រជាជននិងកងទ័ពវៀតណាមកាន់តែច្រើនឡើងនៅលើទឹកដីកម្ពុជាហើយត្រេទី5នៅចុងឆ្នាំ1969មន្ត្រីអភិរក្សជាន់ខ្ពស់មួយចំនួនជាពិសេសទ្រង់សិរិមតៈបានចាប់ផ្ដើមធ្វើផែនការក្បត់ជាមួយនឹងលោកសេនាប្រមុខលន់ នល់ថ្ងៃបាទនេះជាវិបត្តិនយោបាយចុងក្រោយគឺវិបត្តិសង្គមបាទយើងមានត្រេមួយមកការបែកបាក់សាមគ្គីជាតិត្រេទី2សង្គមជួបបាទនៅអង្គើពុករលួយបកពួកនិយមអាណាធិបតេយ្យអយុត្តិធម៌ចោរកម្មត្រេទី3ប្រជាជនរស់នៅតាមព្រំដែនកម្ពុជាវៀតណាមរងនៅការទម្លាក់គ្រាប់បែកគឺទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកដែរថ្ងៃបាទត្រេទី4ការចលាចលបាតកម្មកុបកម្មប្រឆាំងនឹងវត្តមានប្រជាជននិងកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាត្រេទី5សង្គមកម្ពុជាចាប់ដើមខ្វែងគំនិតគ្នាចាប់តាំងពីឆ្នាំ1967មកម្លេះហើយត្រេមួយទៀតសង្គមកម្ពុជាបែកបាក់មនុស្សបាទបែកបានន័យថាចែកមនុស្សជា3ក្រុមផ្សេងគ្នាគឺក្រុមឆ្វេងនិយមស្ដាំនិយមនិងក្រុមកណ្ដាលនិយមបាទហើយចុងក្រោយគឺកើតឡើងនៅអង្គើពុករលួយបកពួកនិយមនិងក្រុមអ្នកជិះជាន់អ្នកក្រីក្រអញ្ចឹងកន្លែងចំណុចចុងក្រោយនេះជិះជាន់អ្នកក្រីក្របែងចែកបកពួកនិយមនឹងហើយដែលជាកត្តាចម្បងបំផុតរបស់ខាងគណៈបកខាងបកកម្ពុជាប្រជាធិបតេយ្យណាបាទខាងពួកខ្មែរក្រហមនិយាយស្ដាប់ពួកខ្មែរក្រហមគឺស្អប់បំផុតអ្នកដែលបកពួកនិយមហើយជិះជាន់អ្នកក្រីក្រនឹងឯងអញ្ចឹងហើយបានជានៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគឺធ្វើឲ្យប្រជាជនហ្នឹងគឺមានភាពស្មើគ្នាតែម្ដងបាទហូបរួមស៊ីរួមរស់នៅរួមបាទបែបហ្នឹងហើយធ្វើឲ្យខ្មែរក្រហមស្អប់មែនតើវណ្ណៈអ្នកជិះជាន់នេះបាទអញ្ចឹងវិបត្តិទាំង3ហ្នឹងហើយដែលជាមូលហេតុចម្បងធ្វើឲ្យមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុចេញពីតំណែងបាទនៅឆ្នាំ1970ហ្នឹងបាទអញ្ចឹងយើងចូលដល់សំណួរទី3បន្តទៀតគឺសួរថាតើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុបាននាំមកនៅអ្វីខ្លះសម្រាប់កម្ពុជាអញ្ចឹងយើងដឹងហើយថារដ្ឋប្រហារទម្លាក់ហ្នឹងមានមូលហេតុអីសំណួរខាងលើ
ហើយបន្ទាប់មកបាននាំអីខ្លះបាទអញ្ចឹងយើងប្រតិកលាគ្នារហូតសម្រាប់ចម្លើយរដ្ឋប្រហារនេះបាទបាននាំមកនៅស្ថានភាពដូចខាងក្រោមអញ្ចឹងយើងបាទសរសេរត្រេអញ្ចឹងមកទី1គឺការបដូររបបពីរាជានិយមបាទដែលដឹកនាំដោយព្រះមហាក្សត្រហ្នឹងមកជារបបសាធារណរដ្ឋខ្មែរដែលមានប្រធានាធិបតីវិញបាទអញ្ចឹងនេះគឺជាការផ្លាស់ប្ដូររបបទី2ប្រទេសបែកជាពីរបកទី1គឺក្រុងភ្នំពេញជាសាធារណរដ្ឋបែបសេរីហើយជនបទគឺតាមបែបកុម្មុយនីសបាទទី3នៅក្រុងប៉េកាំងសម្ដេចនរោត្តមសីហនុបង្កើតរដ្ឋាភិបាលនាប្រទេសខ្លួនបាទទី4អំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគីគឺដើម្បីប្រឆាំងរបបសាធារណរដ្ឋខ្មែរហើយទី5មានសង្គ្រាមរវាងពួកសាធារណរដ្ឋនិងពួកខ្មែរក្រហមបាទចាប់ដើមមានសង្គ្រាមហើយមួយទៀតសង្គ្រាមស៊ីវិលធ្វើឲ្យមនុស្សស្លាប់របួសនិងពិការជាច្រើនអ្នកបាទតែទៀតមកការកាត់ឡើងនៅអំពើពុករលួយហើយតែមួយទៀតទីក្រុងភ្នំពេញឡោមព័ទ្ធដោយពួកខ្មែរក្រហមបាទចម្លើយតប្រជាជនរស់នៅដោយខ្វះជំរកខ្វះសុវត្ថិភាពខ្វះស្បៀងអាហារខ្វះសុខុមាលភាពតែមួយទៀតប្រជាជននៅទីក្រុងភ្នំពេញរស់នៅបាទដោយការភ័យខ្លាចតែមួយទៀតគ្រឹះស្ថានសិក្សាមួយចំនួនត្រូវបិទទ្វារព្រោះលោកគ្រូអ្នកគ្រូបានរត់ភៀសខ្លួនតែមួយទៀតកើតមានសង្គ្រាមត្រជាក់សេរីនិងកុម្មុយនីសតែមួយទៀតខ្មែរក្រហមមានឱកាសឡើងកាន់អំណាចហើយចុងក្រោយនៅពេលដែលបានឡើងកាន់អំណាចនឹងហើយខ្មែរក្រហមបានសម្លាប់ប្រជាជនដោយចាត់ថាជាខ្មាំងរបស់អង្គការបាទអញ្ចឹងនៅពេលដែលរដ្ឋប្រហារទម្លាក់នឹងហើយបាននាំនៅស្ថានភាពទាំងអស់ហ្នឹងសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសបាទអញ្ចឹងនេះជាស្ថានភាពដែលកើតឡើងបន្ទាប់ពីរដ្ឋប្រហារបាទយើងចូលទៅកាន់សំណួរទី4ដែលគេឲ្យយើងពិពណ៌នាអំពីមូលហេតុធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងឆ្នាំ70ដល់75អញ្ចឹងនៅក្នុងកំឡុងពេលកាន់តំណែងរបស់របបសាធារណរដ្ឋខ្មែរហ្នឹងគឺมันមានស្ថិរភាពនយោបាយស្ថិរភាពសង្គមនៅក្នុងប្រទេសទេបាទអញ្ចឹងហើយដែលគេឲ្យយើងពិពណ៌នាអំពីមូលហេតុដែលកើតសង្គ្រាមនៅរវាងចន្លោះឆ្នាំហ្នឹងអញ្ចឹងយើងទៅមើលមូលហេតុដែលធ្វើឲ្យមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅកម្ពុជាឆ្នាំ1970ដល់1975បាទរួមមានទី1ដោយសារតែពលនៃសង្គ្រាមត្រជាក់បាទគឺយើងដឹងហើយគឺសង្គ្រាមត្រជាក់គឺជាការប្រជែងគ្នារវាងកុម្មុយនីសនិងសេរីដែលកុម្មុយនីសគឺសហភាពសូវៀតហើយសេរីគឺសហរដ្ឋអាមេរិកហ្នឹងឯងការប្រជែងគ្នាទៅលើអាវុធយុទ្ធភ័ណ្ឌមនោគមវិជ្ជាអញ្ចឹងទៅត្រីទី2ដោយអនុវត្តនយោបាយព្យាក្រឹតរបស់សម្ដេចសីហនុមិនចំទឹកដៅឬលំអៀងបាទទី3រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុថ្ងៃ18មិនិនាបាទឆ្នាំ70ទី4អំពើពុករលួយបកពួកនិយមកុបកម្មពេញផ្ទៃប្រទេសទី5មន្ត្រីរបស់សម្ដេចនរោត្តមសីហនុក្បត់នឹងព្រះអង្គទី6ការជ្រៀតជ្រែករបស់វៀតណាមចិនសហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរបាទមានការប្រទាញបន្ទង់គ្នាចុះឡើងអញ្ចឹងទៅហើយនឹងចុងក្រោយគឺការបង្កើតគណៈសេរីរួមជាតិកម្ពុជារបស់ព្រះបាទនរោត្តមសីហនុបាទទាំងអស់ហ្នឹងហើយដែលជាមូលហេតុធ្វើឲ្យមានការផ្ទុះសង្គ្រាមឡើងបាទអញ្ចឹងយើងចូលដល់សំណួរទី5បាទនៅក្នុងវិញ្ញាសានេះមាន6សំណួរណាអញ្ចឹងមើលចប់ទៅដើម្បីឲ្យលម្អិតបាទព្រោះឲ្យខ្ញុំរៀបសំណួរជាបន្តគ្នាអញ្ចឹងដើម្បីឲ្យវាប្រតិកលាគ្នាហើយអ្នកទាំងអស់គ្នាស្ដាប់ទៅងាយយល់ហើយយើងចាប់បានបន្តិចម្ដងធ្វើឲ្យយើងមានគំនិតនៅក្នុងការសរសេរនៅពេលដែលជួបសំណួរទាំងអស់ហ្នឹងបាទអញ្ចឹងសំណួរទី5គេសួរថាតើមូលហេតុអ្វីបានជារបបសាធារណរដ្ឋខ្មែរដួលរលំបាទអញ្ចឹងចាប់បានដួលរលំហើយនៅពេលដែលផ្ទុះសង្គ្រាមអញ្ចឹងយើងទៅមើលមូលហេតុបាទសរសេរជាត្រេមកបាទបានជារបបសាធារណរដ្ឋខ្មែរបាទដួលរលំព្រោះបាទត្រេទី1ប្រជាជនតំបន់រំដោះនិងក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយបាទអំពើពុករលួយគឺជាមូលហេតុសំខាន់បំផុតនៅក្នុងរបបសាធារណរដ្ឋខ្មែរនឹងដែលពុករលួយបកពួកនិយមអញ្ចឹងទៅបាទដឹងហើយជាមូលហេតុធ្វើឲ្យរបបនឹងដួលរលំហ្នឹងបាទនឹងពោពេញដោយភាពរអាក់រអួលត្រេទី2ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនប្រមាណ2លាននាក់រស់នៅដោយបាត់បង់ការងារខ្វះស្បៀងអាហារហើយមូលហេតុតែមួយគត់គឺមករស់នៅដើម្បីជៀសវាងពីសង្គ្រាមហ្នឹងឯងព្រោះនៅជនបទអត់បានទេពួកខ្មែរក្រហមធ្វើទុកបុកម្នេញរហូតបាទធ្វើសង្គ្រាមរហូតអញ្ចឹងណាអញ្ចឹងហើយបានជាគាត់រស់នៅទីក្រុងភ្នំពេញឯងត្រេទី3អតិផរណាបានន័យថាតំណែងឡើងថ្លៃតម្លៃប្រាក់រៀលចុះថោកបាទអញ្ចឹងតែកាលណាប្រាក់ចុះថោកតំណែងឡើងថ្លៃនឹងគេហៅថាអតិផរណាហើយបាទត្រូវយល់កន្លែងត្រេទី4គឺការដឹកជញ្ជូនស្បៀងនិងគ្រាប់រំសេវរបស់សាធារណៈរបស់សហរដ្ឋអាមេរិកមកឧបត្ថម្ភប្រជាជននៅទីក្រុងភ្នំពេញនិងរបបលន់នល់ហ្នឹងគឺត្រូវបានខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងបាទអត់ឲ្យមានជំនួយឧបត្ថម្ភអីទៀតទេបាទអញ្ចឹងក៏ជាមូលហេតុសំខាន់ដែរយើងទៅមើលចម្លើយតទៀតនៅថ្ងៃទី1ខែមេសាឆ្នាំ75លោកលន់នល់បានភៀសខ្លួនតាមយន្តហោះចេញពីកម្ពុជានិងទៅរស់នៅសហរដ្ឋអាមេរិក
ចឹងចាប់ផ្ដើមបាត់ក្បាលម៉ាស៊ីនដឹកនាំអីនៅឆ្នាំ75ហ្នឹងហើយត្រេមួយទៀតពួកខ្មែរក្រហមបានធ្វើការរឹតបន្តឹងការឡោមព័ទ្ធទីក្រុងភ្នំពេញពិសេសការនាំស្បៀងចូលគឺកាន់តែខ្លាំងឡើងបានន័យថាកាត់ផ្ដាច់ប្រព័ន្ធឧបត្ថម្ភជំនួយពីសហរដ្ឋអាមេរិកពីក្រៅប្រទេសហ្នឹងគឺចាប់ផ្ដើមកាន់តែខ្លាំងកាត់ផ្ដាច់កាន់តែខ្លាំងបាទត្រេមួយទៀតគឺការចរចារវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនិងគណៈសេរីរួមជាតិខ្មែរដែលដឹកនាំដោយសម្ដេចសែននុហ្នឹងគឺពុំបានទទួលលទ្ធផលអ្វីសោះហើយទីអវសានហ្នឹងគឺបានន័យថាអាមេរិកបញ្ឈប់ការផ្ដល់ជំនួយអញ្ចឹងរបបសាធារណរដ្ឋខ្មែរក៏ចាប់ផ្ដើមដួលរលំតាំងពីនោះទៅបាទអញ្ចឹងជានេះជាកត្តាសំខាន់ដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខលន់នល់និងព្រះអង្គម្ចាស់សិរិមន្តៈហ្នឹងដួលរលំបាទយើងចូលដល់សំណួរចុងក្រោយនៃវិញ្ញាសានេះក៏ដូចជានៃរបបនេះដែរអ្នកទាំងអស់គ្នាត្រូវចាំថាសំណួរដែលខ្ញុំដកស្រង់នេះគឺធ្លាប់ចេញបាក់ឌុបអញ្ចឹងបើសិនជាចេញទៀតក៏អត់ផុតពីសំណួរទាំងអស់នេះដែរអ្នកទាំងអស់គ្នាមិនចាំបាច់ឆ្ងល់ទេណាអាចតែមើលសំណួរទាំងអស់នេះទៅនៅពេលដែលចេញនៅក្នុងរបបនេះគឺនឹងត្រូវហើយនៅក្នុងសំណួរណាមួយគឺនឹងចេញត្រូវហើយបាទអញ្ចឹងកុំបារម្ភអីនៅក្នុងរបបនីមួយៗគឺយើងឆ្លិចយកវិញ្ញាសាសំណួរសំខាន់បែបនេះសំណួរទី6គេសួរថាតើសង្គ្រាមស៊ីវិលឆ្នាំ70ដល់75ហ្នឹងបានផ្ដល់ផលវិបាកអ្វីខ្លះសម្រាប់កម្ពុជាអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងថាខ្ញុំគឺរៀបរាប់តាំងពីដើមមកមូលហេតុនៃរដ្ឋប្រហារកត្តាដែលនាំឲ្យមានរដ្ឋប្រហារអញ្ចឹងទៅហើយរដ្ឋប្រហារនាំអីមកខ្លះណាហើយវាជាប់មកវាបង្កឲ្យមានសង្គ្រាមនៅក្នុងប្រទេសសង្គ្រាមស៊ីវិលហើយអស់ពីសង្គ្រាមស៊ីវិលធ្វើរបបផ្ដួលរលំបាទបន្ទាប់ពីដួលរលំទៅផ្ដល់ផលវិបាកអីខ្លះណាគឺយើងរៀបរាប់តាំងពីដើមមកអញ្ចឹងយើងមើលទៅបាទទៅមើលចម្លើយទៅថាបានផ្ដល់ផលវិបាកខ្លះសម្រាប់កម្ពុជាយើងបែងចែកជា3ដែរបាទមានសង្គមហើយនឹងមានខាងក្រោមតទៀតអញ្ចឹងយើងទៅមើលយើងបូកមួយសិនបាទផលវិបាកខាងសង្គមអ្នកទាំងអស់គ្នាឃើញមានខមមិនសួរថាអាចទៅសេបូកបានអត់ណាបានអញ្ចឹងអ្នកទាំងអស់គ្នាបូកដូចខ្ញុំអញ្ចឹងដាក់បូកឲ្យផលវិបាកខាងសង្គមហើយត្រេយើងចូលបន្ទាន់បន្តិចអានេះខ្ញុំអត់បានចូលបន្ទាន់យើងចូលបន្ទាន់បន្តិចមកហើយចាំយើងទៅសេតណាផលវិបាកខាងសង្គមយើងត្រេមួយសង្គ្រាមបានសម្លាប់ជីវិតមនុស្សជាង1លាននាក់ទី2បន្សល់ទុកនៅស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាជនពិការជាច្រើនហើយប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់នៅដោយទុក្ខវេទនាមួយទៀតអំពើពុករលួយភាពអយុត្តិធម៌អនាធិបតេយ្យទូទាំងប្រទេសបាទត្រីមួយទៀតគឺបំផ្លាញធនធានមនុស្សគ្រឹះស្ថានសិក្សាវត្តអារាមនានាបាទអញ្ចឹងអានេះផលវិបាកខាងសង្គមនៅមានទៀតអ្នកនរគ្នាអាចដាក់ត្រីបានណាបើសិនជាចាំចង់បន្ថែមចំណុចអីកុំបារម្ភបាទអាចដាក់មកប៉ុន្តែកុំឲ្យចាក់ប្រធានបទបាទមួយទៀតតកតងនឹងផលវិបាកខាងសេដ្ឋកិច្ចនិងខាងនយោបាយអញ្ចឹងយើងទៅមើលសេដ្ឋកិច្ចមុនដីស្រែចម្ការត្រូវបោះបង់ចោលខ្លាចជាចម្ការមីនរណ្ដៅគ្រាប់បែករោងចក្រសហគ្រាស 75% ត្រូវបានបំផ្លិចបំផ្លាញចោលចម្ការកស៊ូត្រូវបានបោះបង់ចោលបាទផ្លូវថ្នល់ស្ពានពី70ទៅ80% ត្រូវរងគ្រោះអន្តរាយហើយសេដ្ឋកិច្ចជាតិធ្លាក់ចុះខ្លាំងធ្លាក់ចុះទាំងស្រុងហើយព្រោះមានន័យទៀតដីស្រែចម្ការវិស័យកសិកម្មដែលកម្ពុជាយើងពឹងផ្អែកហ្នឹងបោះបង់ចោលបាត់ទៅហើយរោងចក្រសហគ្រាសអីផ្សេងត្រូវបានផ្លិចបំផ្លាញបាត់ទៅហើយដែលរីកចម្រើនខ្លាំងនៅវិស័យនៅសម័យសង្គមរាស្ត្រនិយមត្រូវបានផ្លិចបំផ្លាញបាត់ទៅហើយចម្ការកស៊ូដូចគ្នាផ្លូវថ្នល់ដែលជាប្រព័ន្ធគមនាគមន៍សំខាន់ហ្នឹងត្រូវបានខ្ទេចខ្ទីអស់ទៅហើយបាទអញ្ចឹងអានេះជាផលប៉ះពាល់ខាងសេដ្ឋកិច្ចហើយអញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចទាំងមូលធ្លាក់ចុះហើយនឹងវិស័យចុងក្រោយគឺតកតងនឹងវិស័យនយោបាយវិស័យនយោបាយធ្វើឲ្យប្រទេសជាតិត្រូវបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះកិត្តិយសភាពលើឆាកអន្តរជាតិមួយទៀតអស្ថិរភាពនយោបាយដោយសង្គ្រាមស៊ីវិលបានបង្កវិនាសកម្មលើគ្រប់វិស័យទាំងអស់ត្រីមួយទៀតមានការផ្លាស់ប្ដូររបបនយោបាយបាទដូចខ្ញុំបានដាក់ពីខាងលើថាផ្លាស់ប្ដូរពីរបបប្រជានិយមមករបបសាធារណរដ្ឋខ្មែរហើយដល់ពេលចេញតែពីរបបសាធារណរដ្ឋខ្មែរហ្នឹងគឺផ្លាស់ប្ដូរទៅទៀតពីរបបសាធារណរដ្ឋខ្មែរទៅកម្ពុជាប្រជាធិបតេយ្យបាទដែលធ្វើឲ្យមានបញ្ហាកាន់តែខ្លាំងថែមទៀតសម្រាប់ប្រទេសនឹងចុងក្រោយផ្ដល់ឱកាសពួកខ្មែរក្រហមឡើងកាន់អំណាចបានគឺកម្ពុជាបានធ្លាក់ក្នុងរបបបល្ល័យពូជសាសន៍ហ្នឹងហើយវីដេអូនេះគឺខ្ញុំបន្តគឺនិយាយអំពីរបបកម្ពុជាប្រជាធិបតេយ្យបាទខ្មែរក្រហមហ្នឹងឯងឆ្នាំ1975ដល់1979សម្រាប់សំណួរទី1គេសួរថាតើរបបកម្ពុជាប្រជាធិបតេយ្យកើតឡើងដោយរបៀបណាហើយរបបនេះមានគោលការណ៍ដឹកនាំអ្វីខ្លះបាទយើងសង្ខេបខ្លីៗទេដើម្បីដឹងពីសាវតាខ្លះនៃរបបនេះបាទអញ្ចឹងកម្ពុជាប្រជាធិបតេយ្យគឺជាឈ្មោះរបស់ខ្មែរក្រហមក្នុងរយៈពេលគ្រប់គ្រងប្រទេសកម្ពុជាជារដ្ឋមានគណបកតែមួយនិងផ្ដាច់ការដែលបានបង្កើតឡើងក្នុងចន្លោះឆ្នាំ1975ដល់1979បន្ទាប់ពីកងកម្លាំងខ្មែរក្រហមទទួលបានជ័យជំនះលើរបបសាធារណរដ្ឋខ្មែរ
នៅថ្ងៃទី17មេសាឆ្នាំ1975នៅពេលបកកុម្មុយនីសកម្ពុជាអនុម័តរដ្ឋធម្មនុញ្ញដែលបានបើកឱកាសឲ្យមានការបោះឆ្នោតនិងកសាងនីតិបញ្ញត្តិប៉ុន្តែបែរជាអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃមេដឹកនាំកម្ពុជាប្រជាធិបតេយ្យទៅវិញហើយសម្រាប់ពាក្យអង្គការមួយម៉ាត់ហ្នឹងគឺគ្របដណ្ដប់ទៅលើបកកុម្មុយនីសទាំងមូលទាំងអង្គការនីតិបញ្ញត្តិនីតិប្រតិបត្តិនិងអំណាចតុលាការហើយកម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជា7ភូមិភាគនិង32តំបន់បាទអញ្ចឹងអានេះជាសព្ទាដំបូងខ្លះៗនៃការឡើងកាន់អំណាចរបស់របបកម្ពុជាប្រជាធិបតេយ្យហ្នឹងឯងបាទគឺយកឈ្នះលើរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខលន់ ណុលនៅថ្ងៃទី17មេសាឆ្នាំ75ហើយបន្ទាប់មកក៏ឡើងកាន់អំណាចដែលពេលនោះគឺមានប្រជាពលរដ្ឋសាទរប៉ុន្តែពួកកម្មាភិបាលអីដែលឈ្នះហ្នឹងចូលមកដល់ទីក្រុងភ្នំពេញគឺអត់មានសាទរទេមិនត្រឹមតែមិនសាទរហើយមានទឹកមុខមាំដើរចូលមកដែលមានសម្លៀកបំពាក់ពណ៌ខ្មៅពណ៌អសេះហើយដើរចូលមកគឺមិនមានសាទរជាមួយនឹងប្រជាពលរដ្ឋទេតកតងនឹងគោលការណ៍របស់ពួកខ្មែរក្រហមមាន8ចំណុចបាទអ្នកទាំងអស់គ្នាច្បាស់ហើយកន្លែងនេះប៉ុន្តែខ្ញុំសូមបញ្យល់បន្ថែមទី1គឺជំនះប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់បាទគ្រាន់តែកាន់អំណាចភ្លាមគឺគេមានគោលការណ៍គេគឺជំនះប្រជាជនចេញទាំងអស់តែម្ដងហើយខ្ញុំបញ្យល់កន្លែងបន្ថែមថាគេមានគោលបំណងគេជំនះទៅនឹងគឺគេមានគោលបំណងថាទី1ខ្លាចអាមេរិកទម្លាក់គ្រាប់បែកទី2គឺគេមិនមានមធ្យោបាយដឹកជញ្ជូនស្បៀងទេទី3គឺគេយកប្រជាពលរដ្ឋទាំងអស់ហ្នឹងឲ្យទៅធ្វើស្រែចម្ការនឹងឯងបាទនេះគឺជំនះទៅនោះបាទគោលការណ៍ទី2គឺលុបបំបាត់ទីផ្សារបាទទី3គឺលុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយប័ណ្ណបាទរូបិយប័ណ្ណគឺលុយហ្នឹងបាទគឺគេលុបបំបាត់ការប្រើប្រាស់លុយនឹងឯងទី4គឺផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ហើយឲ្យទៅធ្វើស្រែចម្ការនៅតាមតំបន់មូលដ្ឋានជនបទទី5ប្រហារជីវិតមេដឹកនាំរបបលន់ ណុលទី6បង្កើតសហគមន៍កម្រិតខ្ពស់ទូទាំងប្រទេសទី7បណ្ដេញជនជាតិភាគតិចវៀតណាមឲ្យចេញទាំងអស់ហើយនឹងចុងក្រោយគឺបញ្ជូនទ័ពទៅតាមព្រំប្រទល់បាទជាពិសេសគឺព្រំប្រទល់វៀតណាមបាទអានេះគឺជាគោលការណ៍ទាំង8ចំណុចរបស់ពួកខ្មែរក្រហមដែលឡើងកាន់អំណាចបាទអញ្ចឹងយើងចូលទៅកាន់សំណួរទី2សំណួរទី2គេសួរថាតើមូលហេតុអ្វីបានជារបបបល្ល័យពិសាសខ្មែរក្រហមហ្នឹងសម្លាប់មនុស្សបាទហើយការសម្លាប់មនុស្សហ្នឹងផ្ដល់ផលវិបាកអ្វីខ្លះដល់កម្ពុជាបាទអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាបាទមូលហេតុនៃការសម្លាប់មនុស្សនៅក្នុងរបបបល្ល័យពិសាសបាទខ្មែរក្រហមហ្នឹងវាមានមូលហេតុនិងផលវិបាកអញ្ចឹងយើងបូកមួយយើងនិយាយពីមូលហេតុហើយយើងត្រេណាត្រេទី1គឺប្រកាន់បដិវត្តកុម្មុយនីសដែលតម្រូវឲ្យកុំតិចបាទទី2គោលការណ៍បាទមហាលូតផ្លោះមហាអស្ចារ្យហ្នឹងគឺដើម្បីសម្រេចគោលដៅឲ្យបានឆាប់រហ័សទី3គំនិតស្នេហាជាតិនិយមជ្រុលបាទងងឹតងងល់ដោយតម្រូវឲ្យជឿជាក់លើអង្គការតែមួយបើពុំនោះទេត្រូវសម្លាប់ចោលទី4ការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហមតាំងពីមុនឆ្នាំ1975ត្រង់ចំណុចនេះបំពាក់កំហឹងវណ្ណៈបានន័យថាពួកខ្មែរក្រហមគឺស្អប់បំផុតវណ្ណៈអ្នកមានបាទវណ្ណៈអ្នកមានគឺគេមិនចូលចិត្តទេគេកម្មាភិបាលខ្មែរក្រហមមួយចំនួនគឺគាត់ជាអ្នកសុកសាយចំការអញ្ចឹងណាគាត់ក្រអញ្ចឹងទៅអញ្ចឹងគឺគាត់ស្អប់អាវណ្ណៈជាន់គេហ្នឹងអញ្ចឹងនៅពេលដែលឡើងកាន់អំណាចភ្លាមគឺគេមានគោលការណ៍នឹងបំពាក់មនោគមវិជ្ជានឹងដល់កម្មាភិបាលខ្មែរក្រហមគ្រប់រូបដើម្បីឲ្យស្អប់ខ្ពើមវណ្ណៈអ្នកមានហ្នឹងបាទហើយធ្វើឲ្យវណ្ណៈនៅក្នុងសង្គមគឺស្មើគ្នាទាំងអស់តែម្ដងបាទនេះជាមនោគមវិជ្ជាមួយរបស់មេដឹកនាំខ្មែរក្រហមមួយទៀតគឺបាទនយោបាយវិមជ្ឈការសិទ្ធិអំណាចកាប់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួចឬល្ងងខ្លៅនឹងបានខ្លាយជាមេដឹកនាំតាមមូលដ្ឋាននយោបាយវិមជ្ឈការគឺបានន័យថាផ្ទេរសិទ្ធិអំណាចកាប់សម្លាប់នេះមិនមែនសិទ្ធិអំណាចដឹកនាំអីទេណាសិទ្ធិអំណាចកាប់សម្លាប់ហ្នឹងគឺដល់កម្មាភិបាលជាន់ទាបតែម្ដងដល់ពេលអ្នកជាន់ទាបគាត់មានសិទ្ធិអំណាចក្នុងការកាប់សម្លាប់ដោយសេរីអញ្ចឹងគាត់អត់មានខ្លាចអីទេហើយដឹងស្រាប់ហើយកម្មាភិបាលជាន់ទាបគឺគាត់អត់សូវបានរៀនចេះដឹងទេសម័យនោះអញ្ចឹងគាត់ដឹកនាំទៅតាមកំហឹងទៅតាមអ្វីដែលថាมันមានផុសតាំងច្បាស់លាស់សម្រាប់អញ្ចឹងបាទសម្រាប់រង្គាលតែម្ដងបាទហើយចុងក្រោយគឺគោលនយោបាយបោសសម្អាតសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធបាទគោលនយោបាយបោសសម្អាតហ្នឹងឯងដែលសម្រាប់រហូតដល់ថ្នាក់ដឹកនាំជាពិសេសប៉ុលពតគឺគាត់លែងទុកចិត្តគ្នាឯងបាទសម្រាប់ចោលបាទកម្មាភិបាលជាន់ខ្ពស់ហ្នឹងក៏សម្រាប់ចោលទៀតបាទឥឡូវយើងចូលទៅកាន់ផលវិបាកម្ដងបាទថាតើការសម្លាប់ហ្នឹងផ្ដល់ផលវិបាកអីដល់កម្ពុជាយើងអញ្ចឹងរបបកម្ពុជាប្រជាធិបតេយ្យបង្កផលវិបាកដល់ប្រទេសជាតិបាទដល់កម្ពុជាយើងហ្នឹងដូចជាយើងត្រេមកបាទទី1គឺបាត់បង់កិត្តិយសជាតិនិងកិត្តិយសភាពជាតិលើឆាកអន្តរជាតិកន្លែងនេះគឺបាត់បង់មិនដឹងថាយកអ្វីមកថ្លែងដោយសារតែ
ពីឥឡូវអត់សូវអីណាពីមុនអ្នកទាំងអស់គ្នាថាបើសិនជាសួរបរទេសគេស្គាល់កម្ពុជាដោយសារគឺគេស្គាល់ដោយសារខ្មែរក្រហមហ្នឹងឯងខ្មែរ Rouge ជាភាសាបរទេសជាភាសាអង់គ្លេសបាទអញ្ចឹងគឺគេស្គាល់ថាជាវាលពិឃាតជាចំការមីនជាអីអញ្ចឹងទៅកាលពីមុនបាទអញ្ចឹងគឺបាត់បង់កិច្ចភាពជាតិតែម្ដងនៅលើឆាកអន្តរជាតិគេស្គាល់កម្ពុជាដោយសាររបបខ្មៅងងឹតហ្នឹងបាទមួយទៀតគឺដាច់និរន្តរភាពអភិវឌ្ឍបាទឡើងមានការអភិវឌ្ឍកើតហើយបាទដោយសារតែសម្លាប់មនុស្សអស់ហើយបាទសេដ្ឋកិច្ចជាតិរលត់រលាយប្រព័ន្ធអប់រំត្រូវបំផ្លាញចោលទាំងស្រុងអប់រំនិងសុខាភិបាលដាក់ចូលគ្នាបានកន្លែងនេះបាត់បង់ធនធានមនុស្សគឺស្ទើរទាំងអស់ទៅហើយបាទមិនសល់ទុកស្ត្រីមេម៉ាយក្មេងកំព្រាជនពិការជនបាក់កម្លាំងបាទប្រជាជនរាប់សែននាក់រត់ចាកចោលប្រទេសបាទទៅនៅប្រទេសផ្សេងបាទដូចជាថៃដូចជាសហរដ្ឋអាមេរិកអីចឹងទៅបាទបង្កជាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរធ្វើឲ្យបាក់ស្បាតបាទដល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋដែលរស់នៅបាទដែលនៅរស់រានមានជីវិតណាមួយទៀតគឺហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញបាទមួយទៀតវប្បធម៌សាសនានិងជំនឿត្រូវបានបំផ្លាញចោលបាទហេដ្ឋារចនាសម្ព័ន្ធវប្បធម៌សាសនាគឺបំផ្លាញចោលទាំងអស់ហើយគឺបំបិទសិទ្ធិសេរីភាពគ្រប់សពបែបយ៉ាងបាទកម្មសិទ្ធិឯកជននេះហ្នឹងគឺអត់មានទេត្រូវបានដកហូតទាំងអស់តែម្ដងនេះគឺជាផលវិបាកបាទនៅបន្ទាប់ពីសម័យកម្ពុជាប្រជាធិបតេយ្យនេះយើងចូលដល់សំណួរទី3សំណួរទី3គេសួរថាតើហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យបាទហេតុអីអញ្ចឹងយើងមកមើលចម្លើយបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យព្រោះហើយយើងត្រេមកទី1មានការប្រកាន់យករបបនយោបាយផ្ដាច់ការខ្មៅងងឹតបាទអញ្ចឹងខ្មៅងងឹតខ្លាំងពេកទី2ទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់ដូចខ្ញុំបានបញ្យល់កាលពីវីដេអូមុនអញ្ចឹងតើតោះនឹងសង្គ្រាមត្រជាក់ទី3មេដឹកនាំមានចរិតជាតិនិយមជ្រុលបាទជាតិនិយមជ្រុលពេកបន្សុទ្ធខ្លាំងពេកស្អប់បរទេសខ្លាំងពេកអញ្ចឹងធ្វើឲ្យលែងទុកចិត្តជនជាតិខ្លួនឯងបាទទី4បល័យពូជសាសន៍ទី5បង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់ពី10ទៅ12ម៉ោងអញ្ចឹងទៅបង្អត់អាហារបំបិទសិទ្ធិសេរីភាពគ្រប់សពបែបយ៉ាងបំបត្តិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំហើយធ្វើទរណកម្មបាទដោយកំហឹងតែម្ដងធ្វើទរណកម្មដូចយើងដឹងស្រាប់ហើយណាមានការចាក់ទឹកលើកំណាត់ហើយក្របមុខហើយអញ្ចឹងទៅហ្នឹងគេហៅថាការធ្វើទរណកម្មហើយដកកញ្ចក់សួរចម្លើយបាទសុទ្ធសឹងតែជាការធ្វើទរណកម្មដ៏សាហាវឃោរឃៅបាទហើយមួយទៀតគឺបង្កើតសហគមន៍កម្រិតខ្ពស់ទូទាំងប្រទេសមានការហូបរួមស៊ីរួមដេករួមអីហ្នឹងបាទលុបបំបត្តិកម្មសិទ្ធិឯកជនបាទធ្វើវិសរកម្មយកតែប្រជាជនបដិវត្តសុទ្ធជំលះប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនហើយមនោគមវិជ្ជាជ្រុលនិយមបាទអញ្ចឹងមូលហេតុទាំងអស់ហ្នឹងហើយដែលធ្វើឲ្យកម្ពុជារងការបំផ្លិចបំផ្លាញកត្តាធំបំផុតគឺដោយសារមេដឹកនាំនឹងតែម្ដងបាទជាតិនិយមជ្រុលបន្សុទ្ធអីទាំងអស់កត្តាធំបាទដែលធ្វើឲ្យកម្ពុជារងការបំផ្លិចបំផ្លាញក្រោមការដឹកនាំរបស់សម័យកម្ពុជាប្រជាធិបតេយ្យហ្នឹងបាទយើងចូលដល់សំណួរទី4សំណួរទី4គេសួរថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំបាទអញ្ចឹងយើងដឹងហើយនៅបន្ទាប់ពីការដឹកនាំដ៏សាហាវព្រៃផ្សៃកាប់សម្លាប់រួចមកយើងមកមើលពីមូលហេតុនៃការដួលរលំម្ដងបាទអញ្ចឹងមូលហេតុគឺខ្ញុំបានលម្អិតទាំងអស់នៅក្នុងចំណុចនេះដែលខ្ញុំយកមកមាន4ចំណុចធំបាទឥឡូវយើងទៅមើលទី1ការស្អប់ខ្ពើមរបបប៉ុលពតរបស់ប្រជាជនកម្ពុជាព្រោះរបបនេះបាទព្រោះរបបនេះធ្វើអីខ្លះទី1ធ្វើទរណកម្មនិងកាប់សម្លាប់ប្រជាជនសម្លាប់រង្គាលតែម្ដងទី2បង្ខំឲ្យមនុស្សធ្វើការជាទម្ងន់ទ្រព្យទ្រោមសុខភាពនិងបាក់កម្លាំងទី3កង្វះអាហារកង្វះសម្លៀកបំពាក់គ្មានថ្នាំសង្កូវសម្រាប់ព្យាបាលរងចាំតែសេចក្តីស្លាប់ទី4បំបត្តិសិទ្ធិសេរីភាពគ្រប់សពបែបយ៉ាងបាទទាំងជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ហើយទី5ប្រជាជនរស់ក្រោមពាក្យស្លោកថាទុកក៏មិនចំណេញដកចេញក៏មិនខាតបាទពាក្យនេះឯងដែលធ្វើឲ្យយកប្រជាជនទៅសម្លាប់បាទប្រជាជនស្លូតត្រង់យកទៅសម្លាប់នឹងគិលហ្នឹងឯងបាទហើយគេមានពាក្យស្លោកអញ្ចឹងណាទុកក៏មិនចំណេញដកចេញក៏មិនខាតបាទណាហើយគេហៅយកទៅកសាងយកទៅរៀនសូត្រអីហ្នឹងអានឹងសិតទៅហើយបាទសិតគុលស័យត្បូងជាប់ហើយបាទអញ្ចឹងយើងដាក់បូកមួយទៀតមកជាចំណុចធំគឺការសម្រិតសម្រាំងយកមនុស្សបដិវត្តយើងត្រេមួយនៅពាក់កណ្ដាលឆ្នាំ76មានការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធក្នុងចំណោមសមាជិកសំខាន់នៃបកកុម្មុយនីសកម្ពុជាហើយដល់ពេលហ្នឹងហើយមានការសម្លាប់ដល់ឬគល់ថ្នាក់ដឹកនាំធំបាទរបស់បកបាទនេះកាន់តែធ្ងន់ធ្ងរទៅហើយត្រេមួយទៀតគឺការសម្រិតសម្រាំងយកមនុស្សបដិវត្តក្នុងចំណោមសមាជិកសំខាន់ដែលធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងបាទហើយពិសេសគឺអ្នកជួដឹកនាំធំរបស់បកហ្នឹងបាទបូកមួយទៀតមកគឺការធ្វើសង្គ្រាមជាមួយវៀតណាម
បាទនេះជាហេតុផលសំខាន់ដែលធ្វើឲ្យដួលរលំហើយបាទចាប់ពីឆ្នាំ75កម្ពុជាប្រជាធិបតេយ្យចាប់ដើមបង្កចំនួនតាមព្រំដែនដោយពុំប្រមាណកម្លាំងរបស់ខ្លួនបាទនេះថាកងទ័ពខ្មែរក្រហមនឹងមានអាវុធតិចមានចំនួនតិចហើយយុទ្ធសាស្ត្រខ្សោយបាទចំណែកកងទ័ពវៀតណាមខាងបរទេសគឺគេមានចំនួនច្រើនអាវុធគេក៏ទំនើបយុទ្ធសាស្ត្រគេក៏ខ្លាំងបាទអញ្ចឹងមួយទៀតគឺការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី2ធ្នូឆ្នាំ1978រណសិរ្សសាមគ្គីសង្គ្រោះជាតិបានបង្កើតឡើងដែលមានបំណងផ្ដួលរលំបាទខ្ញុំសរសេរខុសកន្លែងនេះបំណងផ្ដួលរំលំបាទរលំរបបកម្ពុជាប្រជាធិបតេយ្យនឹងតែម្ដងហើយថ្ងៃទី25ធ្នូឆ្នាំ1978ដដែលនោះគឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានបើកការវាយប្រហារលើកម្ពុជាប្រជាធិបតេយ្យរហូតបានជ័យជំនះបាទនៅថ្ងៃទី7មករាឆ្នាំ1979បាទហើយចំណុចធំមួយទៀតគឺចំណុចសេដ្ឋកិច្ចធ្លាក់ចុះនឹងឯងសេដ្ឋកិច្ចជាតិធ្លាក់ចុះសេដ្ឋកិច្ចធ្លាក់ចុះដោយសារទី1គឺការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនមហាលូតផ្លោះមហាអស្ចារ្យការសម្លាប់អ្នកចេះដឹងបាទទី2ការប្រើប្រាស់មនុស្សជំនួសបច្ចេកវិទ្យាដែលនាំឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះហើយមិនប្រើមនុស្សធម្មតាទេគឺប្រើឲ្យសម្លាប់តែម្ដងប្រើដូចប្រើសត្វធាតុអញ្ចឹងបាទសាហាវព្រៃផ្សៃទី3គឺការអនុវត្តផែនការ5ឆ្នាំរបស់ខ្មែរក្រហមបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយហើយមួយទៀតគឺពឹងផ្អែកទៅលើវិស័យកសិកម្មខ្លាំងពេកបាទដោយសារតែគេដាក់ផែនការដូចជាមហត្តាគេយក3តោននេះតាមខ្ញុំចាំមិនភ្លេចបាទអញ្ចឹងហើយគឺពឹងផ្អែកទៅលើវិស័យកសិកម្មខ្លាំងបាទមិនពឹងផ្អែកទៅលើវិស័យឧស្សាហកម្មលើវិស័យទេសចរលើអីទេបាទដោយអញ្ចឹងមូលហេតុទាំងអស់ហ្នឹងហើយបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះបាទសេដ្ឋកិច្ចធ្លាក់ចុះនិយាយទៅអត់មានអ្វីចម្រើនទាល់តែសោះតែម្ដងបាទមានតែស្រូវមានតែកហើយប្រជាជនអត់បានហូបចុកគ្រប់គ្រាន់ទៀតនាំចេញទៅក្រៅប្រទេសដើម្បីទិញអាវុធទិញអីអញ្ចឹងទៅអានេះជាបញ្ហាសំខាន់បាទអញ្ចឹងមូលហេតុទាំងអស់ហ្នឹងហើយដូចជា5ចំណុចណាខ្ញុំនិយាយពីដើមថា4មិនមែន4ទេគឺ5ចំណុចធំដែលធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យដួលរលំបាទអញ្ចឹងយើងចូលទៅកាន់សំណួរចុងក្រោយគេសួរថាមូលហេតុអ្វីបានជាត្រូវកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនៅពេលដែលដួលរលំហើយអត់មានចប់ទេគឺគេត្រូវកាត់ទោសដោយសារតែប្រទេសកម្ពុជាយើងបានផ្លាស់ប្ដូរហើយពីរបបសម្រាប់អង្គាលខ្មៅងងឹតហ្នឹងមកជារបបប្រជាធិបតេយ្យវិញអញ្ចឹងហើយត្រូវតែមានការកាត់ទោសចំពោះមេដឹកនាំណាដែលធ្វើទុកបុកម្នេញធ្វើបាបប្រជាជនស្លូតត្រង់បាទអញ្ចឹងយើងទៅមើលមូលហេតុដែលនាំឲ្យមានការកាត់ទោសគឺដែលពិភពលោកមិនធ្លាប់ជួបណាបាទទី1គឺជំនះប្រជាជនដោយសារតែរបបហ្នឹងជំនះប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនទាំងអស់ឲ្យទៅធ្វើស្រែចម្ការទី2គេឲ្យបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំងបាទលើសពី12ម៉ោងទៅទៀតក្នុងមួយថ្ងៃហើយទទួលទានមិនគ្រប់គ្រាន់ទី3បិទសិទ្ធិសេរីភាពគ្រប់សពបែបយ៉ាងផ្ដាច់មនុស្សចេតនាក្នុងគ្រួសារលុបបំបាត់ជំនឿប្រពៃណីទំនៀមទម្លាប់សាសនាកាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងសាហាវព្រៃផ្សៃធ្វើវិសុទ្ធកម្មការសម្រិតសម្រាំងប្រជាជនបដិវត្តការបង្កើតមន្ទីរសន្តិសុខគ្រប់ទីកន្លែងបាទនេះថាគុកថ្ងៃបាទអញ្ចឹងសកម្មភាពដែលសាហាវព្រៃផ្សៃទាំងអស់ហ្នឹងហើយបាទដែលមេដឹកនាំគឺត្រូវតែកាត់ទោសបាទយើងទៅមើលបន្តទៀតតើតឹងវិនិស្សកម្មខាងលើអញ្ចឹងវិនិស្សកម្មខាងលើហ្នឹងហើយដែលផ្ទុយទៅនឹងសន្ធិសញ្ញាអន្តរជាតិដែលគេចែងអំពីទី1អក្រិតកម្មសង្គ្រាមអត់ឲ្យមានទេសម្រាប់សន្ធិសញ្ញាអន្តរជាតិណាទី2អក្រិតកម្មប្រឆាំងមនុស្សជាតិទី3អក្រិតកម្មបល្ល័ង្កពូជសាសន៍បាទអញ្ចឹងគឺប្រឆាំងទាំងស្រុងទៅនឹងសន្ធិសញ្ញាអន្តរជាតិហើយចុងក្រោយមួយទៀតគឺបញ្ហាទាំងអស់ខាងលើនេះហើយដែលនាំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើសំណើទៅអង្គការសហជីវជាតិបង្កើតតុលាការកាត់ទោសមេដឹកនាំសម័យខ្មែរក្រហមហៅកាត់ថាតុលាការកងកាត់គឺសាលាក្តីខ្មែរក្រហមកាត់ទោសគឺមានទិសដៅបាទខ្ញុំបញ្យល់សិនកន្លែងសាលាក្តីខ្មែរក្រហមបើជំនាន់ខ្ញុំរៀន2018គឺលោកគ្រូនាយកសាលាក៏ដូចជាលោកគ្រូអ្នកគ្រូគឺខាងសាលាបានបញ្ជូនសិស្សានុសិស្សឲ្យទៅសាលាក្តីខ្មែរក្រហមដូចជាគុកទួលស្លែងដូចជាបឹងជើងឯកហ្នឹងឲ្យទៅមើលអញ្ចឹងខ្ញុំមិនដឹងថាចំនួនអ្នកទាំងអស់គ្នាបានទៅមើលអត់ទេហើយសាលាក្តីនេះគឺឈ្មោះពេញអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងពីដំណើរដើមតងខ្លះដែរបន្ទាប់ពីរបបខ្មែរក្រហមដួលលំទៅមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងគឺបន្តបន្ទាប់អញ្ចឹងបាទមានការបង្កើតសាលាក្តីខ្មែរក្រហមអញ្ចឹងកូនកាត់ដើម្បីកាត់ទោសបាទមាននួនជាមានកាំងកិច្ចអៀវហៅដូចណាមានមេដឹកនាំច្រើនអ្នកទៀតដែលមានជីវិតរស់នៅដែរបាទអ
ចឹងយើងបន្តថាតើតឡាការហ្នឹងក្នុងគោលដៅអីក្នុងគោលបំណងអីទី1គឺផ្សះផ្សាជាតិបង្រួមជាតិទប់ស្កាត់កុំឲ្យមានរបបនេះកើតឡើងម្ដងទៀតព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះហើយជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយកុំឲ្យយកគំរូតាមហើយនឹងចុងក្រោយនៃសំណួរនេះគឺតឡាការកាត់ទោសមេដឹកនាំទាំងអស់ហ្នឹងគឺមានគោលបំណងដូចខាងក្រោមគោលបំណងសំខាន់ទី1គឺផ្ដល់យុត្តិធម៌ផ្ដល់ភាពស្ងប់ចិត្តការផ្សះផ្សាវិបត្តិផ្លូវចិត្តដល់ជនរងគ្រោះដែលរស់រានមានជីវិតជាមេរៀននិងជាគំរូដល់មេដឹកនាំជំនាន់ក្រោយកុំឲ្យយកតម្រាប់តាមនិងដើម្បីទប់ស្កាត់របបនេះកុំឲ្យកើតឡើងសារជាថ្មីម្ដងទៀតទី3ធ្វើការបង្រួមផ្សះផ្សាជាតិឡើងវិញហើយទី4ផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដែលបានបាត់បង់ជីវិតហើយទី5គឺជាការដាក់ទណ្ឌកម្មដល់អ្នកដែលបានប្រព្រឹត្តកុំឲ្យរួចខ្លួនបាទអញ្ចឹងគេហៅថាកម្មអំពើអ្នកណាដែលធ្វើអ្នកនឹងអ្នកទទួលបាទអញ្ចឹងត្រូវតែដាក់ទណ្ឌកម្មអញ្ចឹងអត់មានអីច្រើនទេខ្ញុំគិតថាលម្អិតហើយសំណួរទាំងអស់នេះអ្នកទាំងអស់គ្នាអាចស្រាវជ្រាវបន្ថែមទៀតខ្ញុំក៏នឹងធ្វើបន្ថែមទៀតតទៅនឹងរបៀបទៅសេតទៅនឹងអ្វីខ្លះដែលយើងត្រូវធ្វើអ្វីខ្លះដែលយើងមិនត្រូវធ្វើនៅក្នុងមណ្ឌលប្រឡងអីជាដើមប៉ុន្តែខ្ញុំនឹងធ្វើចាំចិត្តដល់ថ្ងៃប្រឡងដើម្បីបើធ្វើពីឥឡូវទៅអាចថានៅ10ថ្ងៃជាងដែរគីឡូអ្នកទាំងអស់គ្នាអាចភ្លេចអញ្ចឹងណាអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើមេរៀនបន្ថែមទៀតសិនហើយនឹងធ្វើរបៀបទៅសេរបៀបអីចាំពេលក្រោយបាទអញ្ចឹងអរគុណខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់វិញ្ញាសានេះអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានយកចិត្តទុកដាក់ហើយជូនពរឲ្យទទួលបានជោគជ័យទទួលបាននិទ្ទេសល្អតាមបំណងប្រាថ្នារៀងៗខ្លួនហើយយើងជួបគ្នានៅវីដេអូក្រោយជាបន្ត